តែកត្តាអ្វីខ្លះដែលធ្វើឲ្យវិស័យភាពយន្តនិងសិល្បៈវប្បធម៌របស់ប្រទេសថៃហាក់មានការធ្លាក់ចុះបាត់បង់ប្រជាប្រិយភាពនិងជួបវិបត្តិយ៉ាងខ្លាំងនាពេលបច្ចុប្បន្នកាលពីជាង1ទសវត្សរ៍មុនវិស័យភាពយន្តបកកំសាន្តរបស់ប្រទេសថៃគឺជាលំហវប្បធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬហៅថា T-Wave Thai Wave មិនថាជារឿងភាពមនោសញ្ចេតនាភាពយន្តខ្មោចរន្ធត់ញាប់ញ័រឬភាពយន្តវាយប្រហារបែបក្បាច់គុណនោះទេថៃតែងតែដើរមុខគេនិងជាគំរូនៃភាពច្នៃប្រឌិតប៉ុន្តែនៅក្នុងសម័យកាលបច្ចុប្បន្នពិភពលោកកំពុងតែមើលឃើញរូបភាពមួយដ៏ប្លែករលកវប្បធម៌ថៃហាក់ដូចជាកំពុងតែចុះខ្សោយសន្ទុះយ៉ាងខ្លាំងរឿងភាគជាច្រើនត្រូវបានរិះគន់ថាចនដានដដែលរោងភាពយន្តក្នុងស្រុកជួបវិបត្តិខ្សត់នៃទស្សនាឯទីផ្សារអន្តរជាតិវិញក៏កំពុងតែរងការវាយលុកនិងដណ្ដើមយកទាំងស្រុងពីសំណាក់កូរ៉េខាងត្បូង K-Wave និងការកើនឡើងនៃឥទ្ធិពលសិល្បៈពីប្រទេសជិតខាងតើមានអ្វីកើតឡើងចំពោះខួរក្បាលច្នៃប្រឌិតរបស់ថៃតើកត្តាអ្វីខ្លះដែលរុញច្រានឲ្យវិស័យភាពយន្តនិងសិល្បៈថៃធ្លាក់ចុះកម្ដៅយ៉ាងគំហុករហូតដល់សព្វថ្ងៃថ្ងៃនេះយើងនឹងធ្វើដំណើរទៅពិនិត្យមើលពីក្រោយផ្ទាំងសិល្បៈដើម្បីស្វែងរកការពិតអន្ទាក់នៃសាច់រឿងដដែលវិបត្តិនៃភាពច្នៃប្រឌិតកត្តាផ្ទៃក្នុងដំបូងបង្អស់និងជាវិបត្តិដ៏ធំបំផុតនៃសិល្បៈថៃគឺការធ្លាក់ចុះនៃភាពច្នៃប្រឌិតនិងអន្ទាក់សាច់រឿងដដែលរឿងភាគទូរទស្សន៍ថៃឬដែលគេហៅថាលក្ខណៈធ្លាប់ជាដង្ហើមសេដ្ឋកិច្ចដ៏ធំប៉ុន្តែអស់រយៈពេលរាប់សិបឆ្នាំមកនេះទម្រង់សាច់រឿងភាគច្រើនមិនមានការវិវត្តតតែសោះអ្នកទស្សនាបច្ចុប្បន្នចាប់ផ្ដើមធុញទ្រាន់នឹងរឿងភាគដែលផ្ដោតទៅលើការឆ្លោះប្រកែកដណ្ដើមបរិះការប្រើហិង្សាទះតបរវាងតួឯកនិងតួឈ្នានីសវិបត្តិគ្រួសារសកភូមិឬរឿងរ៉ាវស្នេហាបែបយល់ច្រឡំគ្នាដែលខុសពីតថភាពសង្គមពិតអ្វីដែលរឹតតែធ្ងន់ធ្ងរនោះគឺឧស្សាហកម្មកំសាន្តថៃចូលចិត្តវិធីសាស្ត្រសុវត្ថិភាពដោយយករឿងចាស់ៗដែលល្បីកាលពី20ឆ្នាំមុនយកមកថតឡើងវិញរីមេករាប់ដល់មិនចេះចប់មិនចេះហើយជំនួសឲ្យការវិនិយោគលើអ្នកនិពន្ធសាច់រឿងថ្មីដែលមានគំនិតច្នៃប្រឌិតខ្ពស់ខុសពីភាពយន្តកូរ៉េខាងត្បូងឬ Hollywood ដែលសរសេររឿងវិវត្តទៅតាមការវិវត្តនៃសង្គមដូចជារឿងវិទ្យាសាស្ត្រការស៊ើបអង្កេតច្បាប់វិបត្តិនយោបាយឬវណ្ណៈសង្គមភាពយន្តថៃភាគច្រើននៅតែដើរក្នុងរង្វង់តូចចង្អៀតមួយដែលធ្វើឲ្យពួកគេបាត់បង់ក្រុមអ្នកទស្សនាចំនួនថ្មីដែលជាក្រុមយុវជនចូលចិត្តភាពប្លែកភ្នែកនិងសាច់រឿងមានហេតុផលស៊ីជម្រៅការរដ្ឋបិទសេរីភាពនិងការត្រួតពិនិត្យពីច្បាប់កត្តាទី2ដែលជាសត្រូវស្ងៀមស្ងាត់សម្រាប់ភាពច្នៃប្រឌិតរបស់ផលិតករថៃគឺការរដ្ឋបិទសេរីភាពនិងការពិនិត្យពីចៃហួសហេតុ strict censorship ប្រទេសថៃមានច្បាប់ត្រួតពិនិត្យភាពយន្តដ៏តឹងរ៉ឹងបំផុតមួយដែលគ្រប់គ្រងដោយគណៈកម្មការដែលមានផ្នត់គំនិតអភិរក្សនិយមផលិតករភាពយន្តថៃជាច្រើនរូបបានត្អូញត្អែថាពួកគេមិនអាចសរសេរឬថតរឿងដែលលាតត្រដាងការពិតនៃសង្គមបានឡើយប្រសិនបើសរសេរសាច់រឿងនិយាយពីអំពើពុករលួយរបស់ប៉ូលីសវិបត្តិនយោបាយជំរុះសាសនាឬការរិះគន់ទៅលើប្រព័ន្ធសកភូមិជាន់ខ្ពស់ភាពយន្តនោះនឹងត្រូវប្រឈមមុខនឹងការហាមឃាត់ការបញ្ចាំងបែនណាឬត្រូវបង្ខំឲ្យកាត់ឈុតឆាកសំខាន់ចោលទាំងស្រុងការរដ្ឋបិទនេះបានធ្វើឲ្យអ្នកដឹកនាំរឿងមានភាពអ៊ីរ៉ែកនិងភ័យខ្លាចក្នុងការបង្កើតទម្រង់ភាពយន្តថ្មីនៅពេលដែលសិល្បករមិនអាចនិយាយការពិតបានភាពយន្តក៏ក្លាយទៅជាគ្រាន់តែជាការកំសាន្តស្រាលគ្មានទម្ងន់និងមិនអាចយកទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិដែលជាកន្លែងគេឲ្យតម្លៃលើសេរីភាពនៃការបញ្ចេញមតិនិងការវះកាត់សង្គមដោយសិល្បៈនោះទេវិបត្តិនៃការគ្រប់គ្រងពីថវិការដ្ឋនិងយុទ្ធសាស្ត្រ soft power ដែលបរាជ័យប្លង់រូបភាព Slum Visual រូបភាពការប្រកាសគោលនយោបាយ soft power របស់រដ្ឋាភិបាលកត្តាទី3គឺកង្វះខាតការគ្រប់គ្រងពិតប្រាកដពីរដ្ឋាភិបាលទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលថៃបានស្រែកក្តែងនិងលើកតម្កើងពាក្យថា soft power អំណាចទុនយ៉ាងខ្លាំងដោយព្យាយាមរុញច្រានម្ហូបអាហារបនសង្ក្រាន្តឬប្រដាល់ថៃតាមរយៈភាពយន្តក៏ដោយប៉ុន្តែវាគ្រាន់តែជាគោលនយោបាយនៅលើក្រដាស់តែប៉ុណ្ណោះបើយើងងាកទៅមើលប្រទេសកូរ៉េខាងត្បូងរដ្ឋាភិបាលរបស់គេបានបង្កើតទីភ្នាក់ងារ KOCCA និងចាក់ថវិការាប់រយលានដុល្លារជារៀងរាល់ឆ្នាំដើម្បីគ្រប់គ្រងផលិតករតាំងពីបាតដៃទទេផ្ដល់មូលនិធិផលិតនិងជួយផ្សព្វផ្សាយទៅបរទេសដោយមិនរំពឹងផលចំណេញភ្លាមផ្ទុយទៅវិញនៅក្នុងប្រទេសថៃវិស័យភាពយន្តនិងសិល្បៈស្ទើរតែទាំងស្រុងគឺត្រូវរស់នៅដោយពឹងផ្អែកលើដើមទុនឯកជនក្រុមហ៊ុនឯកជនឬផលិតកម្មនីមួយៗត្រូវរ៉ាប់រងហានិភ័យដោយខ្លួនឯងនៅពេលរដ្ឋមិនផ្ដល់ថវិកាគ្រប់គ្រងសិល្បករមិនហ៊ានប្រថុយថតភាពយន្តខ្នាតធំដែលចំណាយលុយច្រើននោះទេព្រោះបើខាតគឺកសាយធនភ្លាមនេះជាហេតុធ្វើឲ្យគុណភាពបច្ចេកទេស Visual Effects CGI និងកម្រិតកម្ម Production Value របស់ថៃចាប់ផ្ដើមដើរថយក្រោយនិងយឺតជាងស្តង់ដារពិភពលោកយុគសម័យ streaming និងការវិលលុបពីបរទេសកត្តាទី4គឺការប្រែប្រួលនៃបច្ចេកវិទ្យានិងការវិលលុបពីទីផ្សារបរទេស Digital Disruption and Foreign Competition យុគសម័យបច្ចុប្បន្នគឺជាយុគសម័យនៃកម្មវិធីទស្សនាតាមអនឡាញឬ streaming platforms
មនុស្សលែងពឹងផ្អែកលើការមើលទូរទស្សន៍ប៉ុស្តិ៍ក្នុងស្រុកឬការដើរចូលរោងភាពយន្តដូចមុនទៀតហើយការចូលមកដល់នៃ Netflix View ឬ IQIYI បានបើកទ្វារឲ្យអ្នកទស្សនាថៃនិងអន្តរជាតិអាចមើលភាពយន្តលំដាប់កំពូលពីគ្រប់ទិសទីជុំវិញពិភពលោកដោយគ្រាន់តែចុចមួយប៉ះនៅពេលដែលអ្នកទស្សនាមានជម្រើសកាន់តែច្រើនពួកគេចាប់ផ្ដើមធ្វើការប្រៀបធៀបពួកគេឃើញថារឿងភាគកូរ៉េឬរឿងភាគចិនមានសាច់រឿងល្អជាងតួសម្ដែងសមជាងនិងបច្ចេកទេសថតស្អាតជាងរឿងថៃឆ្ងាញ់ណាស់លទ្ធផលគឺឧស្សាហកម្មកម្សាន្តថៃត្រូវបាត់បង់អធិបតេយ្យភាពអ្នកទស្សនានៅក្នុងផ្ទះខ្លួនឯងសូម្បីតែប្រជាជនថៃផ្ទាល់ក៏កាត់បន្ថយការមើលសិល្បៈរបស់ខ្លួនហើយងាកទៅរកវប្បធម៌បរទេសដែលនេះធ្វើឲ្យចំណូលរបស់ផលិតកម្មថៃធ្លាក់ចុះយ៉ាងគំហុកនិងគ្មានថវិកាគ្រប់គ្រាន់ដើម្បីអភិវឌ្ឍស្នាដៃបន្តអន្ទាក់នៃចំនួន Y Series Boy Slum ភាពជោគជ័យដែលបិទផ្លូវខ្លួនឯងនៅក្នុងវិបត្តិនៃការធ្លាក់ចុះនេះប្រទេសថៃបានរកឃើញដង្ហើមអុកស៊ីហ្សែនមួយដែលអាចរកចំណូលបានយ៉ាងច្រើនគឺភាពយន្តប្រភេទ Y ឬ Y Series រឿងភាគប្រុសស្រឡាញ់ប្រុស /Boy Slum ថៃបានក្លាយជាស្ដេចរោងចក្រផលិតរឿងភាគប្រភេទនេះលំដាប់លេខ1នៅអាស៊ីនិងមានអ្នកគាំទ្រអន្តរជាតិយ៉ាងច្រើនលើសលប់ប៉ុន្តែនៅក្នុងកែវភ្នែករបស់អ្នកជំនាញភាពយន្តភាពជោគជ័យនៃ Y Series ហាក់ដូចជាដាវពីមុខដែលត្រឡប់មកសម្រាប់វិស័យភាពយន្តទូទៅរបស់ថៃទៅវិញដោយសារតែរឿងភាគប្រភេទ Y ងាយស្រួលធ្វើចំណាយទុនតិចប្រតែតារាប្រុសស្អាតៗមកសម្ដែងរួមគ្នាក៏អាចទាញចំណូលបានលឿនពីអ្នកគាំទ្រជ្រុលនិយម Fandom ផលិតកម្មថៃស្ទើរតែទាំងអស់បានសម្រុកបង្វែរទុននិងធនធានស្ទើរតែទាំងស្រុងទៅផលិតតែរឿងប្រភេទ Y នេះវាបានធ្វើឲ្យភាពយន្តទម្រង់ដទៃទៀតដូចជាភាពយន្តស៊ើបអង្កេតភាពយន្តប្រវត្តិសាស្ត្រពិតភាពយន្តជីវិតឬភាពយន្តបែបវិទ្យាសាស្ត្រត្រូវខ្សត់ដាំទុននិងត្រូវបានបោះបង់ចោលការផ្ដោតលើទីផ្សារតែមួយចង្អៀតបែបនេះបានធ្វើឲ្យវិស័យសិល្បៈថៃទាំងមូលបាត់បង់តុល្យភាពនិងមិនអាចទាក់ទាញអ្នកទស្សនាទូទៅ Mass Audience បានឡើយដែលនេះជាការបិទផ្លូវមិនឲ្យភាពយន្តថៃរីកចម្រើនទៅជាឧស្សាហកម្មលំដាប់សកលដូចកូរ៉េខាងត្បូងបានមេរៀននៃការមិនព្រមផ្លាស់ប្ដូរការធ្លាក់ចុះនៃវិស័យភាពយន្តនិងសិល្បៈថៃនាពេលបច្ចុប្បន្នមិនមែនកើតឡើងដោយសារតែសិល្បករថៃខ្វះសមត្ថភាពនោះទេប្រទេសថៃសម្បូរទៅដោយអ្នកដឹកនាំរឿងពោពេញដោយទេពកោសល្យនិងតួសម្ដែងដ៏មានសមត្ថភាពប៉ុន្តែពួកគេកំពុងតែជាប់ឃុំនៅក្នុងប្រព័ន្ធមួយដែលខ្វះការគ្រប់គ្រងពីរដ្ឋជាប់សោដោយសារច្បាប់ត្រួតពិនិត្យដ៏តឹងរ៉ឹងនិងផ្នត់គំនិតអាជីវកម្មនិយមដែលមិនហ៊ានប្រថុយបង្កើតអ្វីដែលថ្មីមេរៀនប្រវត្តិសាស្ត្រនៃសិល្បៈបានបង្រៀនយើងថាវប្បធម៌និងសិល្បៈគឺជាវត្ថុមានជីវិតប្រសិនបើឧស្សាហកម្មកម្សាន្តថៃនៅតែបន្តដើរក្នុងផ្លូវចាត់ដដែលនិងមិនព្រមវះកាត់ប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនទេនោះរលកវប្បធម៌ថៃដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាអាចនឹងត្រូវរលាយបាត់រូបរាងនិងក្លាយជាគ្រាន់តែជាការចងចាំមួយនៅក្នុងប្រវត្តិសាស្ត្រកម្សាន្តតែប៉ុណ្ណោះ